អ្នកស៊ីណាគាត់ថាគេធ្វើនយោបាយគេចង់បានអីគេមកធ្វើនឹងគេចង់បានតែគេទៅយួរតើហើយលោកមានស្ដាប់អានោះអត់ស្ដាប់អានោះអត់ឯងនេះគាត់ទៅលឺគេនិយាយដូចថាអូយអញខ្ពើមកផ្ទះនឹងធ្វើម្ហូបស្អាតតែផ្ទះយើងស៊ីអាចវិញគាត់ទៅលឺអញ្ចឹងវាឆ្អើមមកហ្មងយើងដឹងហ្មងបាច់គិតច្រើនលឺទៅស៊ីអាចយើងដឹងអាចមិនហ្មងលឺតែគាត់និយាយថាគេមិនចង់បានអីទេគេចង់បានតែមុខមាត់តាគេចង់បានតែកិត្តិយសតាខ្ញុំគាត់ទៅលឺឆ្អើមមកបងប្អូនដូចគេថាទៅស៊ីអាចចឹងមើលដល់មโนបងប្អូនមនុស្សឲ្យតម្លៃមនុស្សមើលមโนបើបងប្អូនអត់មើលមโนទេបងប្អូននឹងឲ្យតម្លៃមនុស្សមិនទេបងប្អូនរហូតដល់ខ្ញុំនិយាយថាម៉េចទេខ្ញុំថាវាមិនដឹងជាថោកទាបអាណាលើសនឹងទៀតទេថោកទាបណាស់ដែលប្រើពាក្យថាធ្វើនយោបាយវាគ្មានពីណាមិនចង់បានប្រយោជន៍ផ្ទាល់ខ្លួនទេថោកទាបណាបងប្អូនខ្ញុំគាត់ទៅលើគេនិយាយចង់ថាឆ្អើមស៊ីបាចង់ចូលណាអាអ្នកធ្វើនយោបាយដែលមានចិត្តអញ្ចឹងក៏ខ្ញុំឆ្អើមអាអ្នកគ្រប់ត្រពីក្រៅមកវានិយាយចឹងដែរកុំទៅជឿវាគ្មានអាអ្នកធ្វើនយោបាយចង់បានប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំគាត់លើចឹងខ្ញុំឆ្អើមបងប្អូនឆ្អើមហ្មងហើយដល់ពេលអ្នកដែលស្ដាប់តែពាក្យខាងក្រៅមិនមើលមโนសញ្ចេតនារបស់មនុស្សហ្នឹងអើយសង្គ្រោះជាតិមានអីអាក្រក់ប្រមាណខ្ញុំថាស្មាទោសតែបើមិននិយាយមិនដឹងល្ងងទេខ្ញុំចង់និយាយថាចឹងយើងមើលមโนបងប្អូនមើលមโนយីអីក៏ថោកទៀតម៉េះកន្លែងធ្វើនយោបាយបងប្អូនណាកន្លែងរកសេចក្តីសុខឲ្យមនុស្សកន្លែងលះបង់ណាកន្លែងធ្ងន់ធ្ងរណាស់បងប្អូនកន្លែងចំណាយប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់អ្នកដទៃបើចាំបាច់ជីវិតផងហើយរឿងស្អីមករកប្រយោជន៍កន្លែងហ្នឹងអីក៏ថោកទៀបម្ល៉េះថោកទៀបម៉េះថោកទៀបទាំងអាអ្នកធ្វើថោកទៀបទាំងអាអ្នកគិតឃើញគិតថាអ្នកនយោបាយសិតតែរកប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងហើយវាថោកដូចគ្នាកពុះហែងហ្នឹងវាចង់ចរិតហែងវាចង់ម៉ែឪសណ្ដានហែងហ្នឹងវាចង់បានហែងមើលឃើញគេថាចង់គ្រប់គ្នាកន្លែងនយោបាយបងប្អូនគ្មានតែការមករកប្រយោជន៍ផ្ទាល់ខ្លួនទេហើយប្រពុតលោកថាប្រយោជន៍ផ្ទាល់ខ្លួន4ណាលៀបយួរសរសើរសុកហើយសំស៊ីគាត់និយាយអីមិញគេមិនរកអីទេគេរកតែគេតែយួរតាងាប់ហើយអាខ្លះចំណាយលុយ100លានណាដើម្បីទិញកិត្តិយសធ្វើម៉េចឲ្យបានកិត្តិយសធំណាអីជាគ្រឿងស្អិតរបស់មនុស្សណាមិនក៏សំទាំងស៊ីគាត់និយាយកលិតបែកកដាលវាអញ្ចឹងប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងវាសមនឹងប្រជាពលរដ្ឋខ្មែរដែលជាមនុស្សគិតតែប្រយោជន៍ផ្ទាល់ខ្លួនព្រោះអ្នកសាសនាវាច្រើនឲ្យតម្លៃត្រូវគ្នាម៉ាំងដែលខ្ញុំធ្លាប់លើកឧទាហរណ៍ចៅមួយវាមករលួចផ្ទះយើងវាមករលួចវាចាំតែយើងដេកចូលលួចភ្លាមមកដល់ពេលយប់ហ្នឹងយើងក៏ដេកមិនលក់ហេតុអីថាយាយអញតាក្បែរផ្ទះយើងនឹងឆ្លោះគ្នាជេរបចោគ្នាមកយប់ទៅភ្លឺដល់ពេលជេរបចោយើងខ្លាំងពេកដេកវាមកលក់ក្តៅយាយអញតាហ្នឹងមកយប់ទៅភ្លឺអាចចោលនៅក្រៅវាចេះតែអង្គុយចាំមើលយើងកាលណាវាដេកទៅអានចូលលួចដេកមិនលក់បើយាយនោះក៏ជេរគ្នាទៅភ្លឺនោះដល់ពេលព្រឹកឡើងចោលវាមិនបានលួចអ្នកចិត្តខាងគេប្រាប់ថាហែងយប់មិញចោលប្រងចូលលួចតែឯងវាដើរទៅដើរមកមុខតែឯងហ្នឹងចាំមើលតែហែងដេកវាចូលលួចតែប៉ុន្តែហែងអត់ដេកអត់ដេកហ្នឹងមកពីយាយតានៅក្បែរផ្ទះហ្នឹងជេរគ្នាអត់ឈប់តែអរគុណគេទៅបានគេជេរគ្នានោះបានហែងដេកអញថាបើទៅយកស្បែកជើងទៅដាក់ក្បាលយាយនោះផងគាត់មានចេតនាស្អីមកឲ្យយើងបងប្អូនគាត់ជេរគ្មានគិតអាណាដេកពួននោះអញ្ចឹងបានថាណែគេធ្វើបុណ្យហៅហែងទៅស៊ីទៅអីហ្នឹងណោះដឹងគុណគេផងថាដឹងគុណមិនបើកុំបានអញទៅស៊ីគាត់ឡើងតាមសួរតាមណាហើយគិតមើលសួរអញទៅស៊ីបានបុណ្យណាព្រោះអញចេតនាឲ្យគាត់ឡើងតាមសួរអញទៅជួយស៊ីឲ្យឡើងតាមសួរឆ្លាស់តាឃើញណាបានបុណ្យយើងទៀតព្រោះមโนបពាំងកមាធម្មានោះតាមโนតាបើបងប្អូនចេះមើលមនុស្សបងប្អូនមើលតែមโนបើបងប្អូនមើលមโนបងប្អូនឲ្យតម្លៃមនុស្សត្រូវហ្មងខ្ញុំបងប្អូនតែមនុស្សអត់មើលមโนខ្ញុំចេះរស់នៅជាមួយទេប្រៀបធៀបមិនបងប្អូនជួនកាលលុយយើងតិចប៉ុន្តែទឹកចិត្តយើងវាធំណាដល់ពេលគេឲ្យតម្លៃគេមើលទាំងក្រៅគេអត់មានមើលទឹកចិត្តយើងផងមនុស្សខ្លះគេស្រឡាញ់យើងស្រឡាញ់ខ្លាំងណាបងប្អូនតែគ្នាគ្មានលទ្ធភាពជួយយើងបើគ្នាមានលទ្ធភាពគ្នាជួយទាំងស្រុងណាហើយដល់ពេលអ្នកខ្លះវាមានលទ្ធភាពច្រើនណាវាជួយយើងបន្តិចមកហើយយើងឲ្យតម្លៃអ្នកឲ្យលុយយើងហ្នឹងជាងអាគ្នាមានទឹកចិត្តបងប្អូនមនុស្សឯសត្វដេរឆាននេះអញ្ចឹងខ្ញុំជាខំប្រឹងជួយវែកញែកឲ្យបងប្អូនចេះឲ្យតម្លៃមនុស្សបងប្អូនពេលឲ្យតម្លៃបងប្អូនឲ្យតម្លៃលើអីឲ្យតម្លៃលើចិត្តហ្នឹងហើយចិត្តណាវាមានជាប់គុណធម៌ហើយនឹងវាមានជាប់គុណសម្បត្តិអគុណធម៌តាក់ទងជាមួយនឹងមេត្តាករុណាសេចក្តីអធ្យាស្រ័យភាពសុចរិតទៀងត្រង់អានឹងគុណធម៌គុណធម៌ជារបស់គួរឲ្យគោរពដល់ពេលវិរិយៈឯនេះសេចក្តីព្យាយាមអាខ្លះបងប្អូនបើថាវាជាអ្នកបដាល់វិញ
និយាយពីវាហាត់មួយថ្ងៃទល់ល្ងាចយើងធុញតែវាជាយាមហ្មងជាគុណសម្បត្តិរបស់ចិត្តមួយតែគ្មានអីគួរឲ្យគោរពទេគុណសម្បត្តិគ្មានអីគួរឲ្យគោរពទេប៉ុន្តែគុណធម៌គោរពមេត្តាករុណាមនោសញ្ចេតនាគោរពគុណសម្បត្តិខ្លះរបស់ចិត្តមិនគោរពអីផងខ្ញុំមនុស្សខ្លះមានវិរិយៈបងប្អូនមានវិរិយៈហ្មងចិត្តវាអត់ធុញវាតស៊ូដើម្បីធ្វើអីមួយប៉ុន្តែដើម្បីខ្លួនវាណាចិត្តនោះណាគុណសម្បត្តិខ្លះទៀតរបស់រាងកាយមានពីរូបសម្ផស្សស្អាតឡើងទៅអាខ្លះនិយាយពីមូលខ្លួនឡើងមូលយើងធ្វើមិនបានទេសៀកខ្លះនិយាយពីមូលខ្លួនឡើងមូលសុទ្ធតែគុណសម្បត្តិអាខ្លះឆ្លាតក្បាលវាហ្នឹងអាខ្លះកើតមកសុខភាពមាំមួនសុទ្ធតែគុណសម្បត្តិគុណសម្បត្តិគ្មានអីគួរឲ្យគោរពទេកោតសរសើរបានអូយកោតតែអញធ្វើមិនបានអានោះខ្លាំងណាស់គឺបានកោតតែអត់គួរឲ្យគោរពទេទោះគោរពអីគោរពគុណធម៌គុណធម៌ជាសន្តានល្អដែលជាប់ក្នុងចិត្តដល់ពេលប្រសងលោកទេសនាសប្ងៃគោរពមនុស្សគោរពគុណធម៌យាយនេះសិល10យាយនោះសិល20ប៉ុន្តែចិត្តអាក្រក់តែឲ្យអាណាចច្រាស់ទេសិតតែធ្វើបុណ្យបែបសាសនាគាត់នោះខឹងខ្ញុំខឹងទៅតែលំឆ្នាំងបាយខ្ញុំទៅសុំយាយឯងស៊ីលវល់ស្អីចាក់អាសិចលើយាយឯងឲ្យជ្រូកក្អែលខ្លះរួចឲ្យតែផ្ទះប្រយច្រាស់បាយតែអញលវល់ធ្វើអីបើខឹងខ្ញុំណាយ៉ាងច្រើនជេរខ្ញុំតាមផ្ទះខ្ញុំជេរដាក់មីក្រូធ្វើក្តាត់អាចអីខ្ញុំបើខ្ញុំអត់ចង់បានអីពីអ្នកឯងធ្វើក្តាត់អាចអីខ្ញុំយ៉ាងច្រើនជេរខ្ញុំយ៉ាងច្រើនមិនបោះឆ្នោតអត់ស្រួលខ្ញុំថាធ្វើអីខ្ញុំបានទេសុំទោសជួយបានទេធ្វើអីខ្ញុំបានទេខ្ញុំថារួចហើយយកទៅចាក់រត់យកទៅផ្ទះវិញស្ដាប់តឈឺក្បាលយាយឯងតាយនឹងទៅឲ្យជ្រូកកមដើរវាយតាគេខ្ញុំថាគ្មានវាយគេទេវាយយាយនោះបើវាយគេគាត់មិនខឹងចំគាត់នឹងប៉ុន្តែគាត់មិនហ៊ានថាគាត់ថាវាយគេងាប់ហើយសម័យខ្ញុំកើតទៅអាចឆេះជាប់ដៃនោះគោះឲ្យតខ្ទេចហ្មងហើយពេលខ្ញុំងាប់ទៅចលនារបស់យើងគោះបន្តបានប្រមាណយកប៉ុណ្ណឹងបងប្អូនទៅតាមផ្លូវនឹងបានរកខុសរកត្រូវឲ្យសង្គមខ្មែរវិញបានបងប្អូនស្រុកគេរីកចម្រើនណាសភាវៈល្អទាំងអស់ឡើងកាន់ការងារប្រទេសជាតិសុទ្ធតែមនុស្សមានបំណងចង់បង្ក្រាបអំពើអាក្រក់ទាំងអស់ដល់ពេលយើងវិញនៅភូមិខូចវារកខូចមិនឃើញព្រោះអីវាគ្មានកំភ្លើងចូលធ្វើប៉ូលីសតែអានខូចហ្នឹងណាដល់ពេលបានកំភ្លើងលេខសិតតែស្របច្បាប់អីហ្នឹងហើយយើងរស់មិនកើតយើងនេះរស់មិនកើតអញ្ចឹងបានថាព្រួតដៃគ្នាឲ្យសភាវៈល្អកាន់ការងារប្រទេសជាតិឲ្យតែបាន20ឆ្នាំបងប្អូនងើបមុខមិនរួចទេអត់មានត្រឡប់ទៅរកសភាវៈអាក្រក់វិញទេហេតុអីពីព្រោះសភាវៈល្អវាឲ្យសភាវៈអាក្រក់នឹងរស់បានដែរវាអត់សងសឹកវាអត់ធ្វើបាបគេទេឲ្យតកែមួយទៀតទៅវាចឹងណាដល់ចឹងអត់ត្រឡប់មកវិញទេដល់ពេលសភាវៈអាក្រក់កាន់រស់នៅគេឈឺចាប់ដូចរស់នៅលើភ្នំភ្លើងវាអំពើកទៅអំពើកមកមិនដូចកម្មសខាគាត់និយាយថាហេប្រពុតសម្ដែងថាស្អីមិនទៀងទេដូច្នេះតំណែងនឹងមិនទៀងទេបើមិនទៀងទេច្បាស់ធ្វើនយោបាយអីគួយមើលទៅបន្តិចទៅវាមិនទៀងវាធ្លាក់ទៅបាត់ហើយយេអាគាត់នេះគេនិយាយពីមិនទៀងកូនកលាបៈវិលឯនោះមិនតំណែងណាតែហែងមិនទៅរុញនឹងទៀងរហូតឡើយនោះតកូនតចៅឡើយនោះតែចង់ឥឡូវអូបងប្អូនហើយបងប្អូនអ៊ំខាខ្ញុំនេះយ៉ាប់ណាស់ណាអ៊ំខាមិនទៅខូចដូចអ៊ំស៊ីទេប៉ុន្តែគាត់រៀងខលគាត់ចង់បានមុខមាត់ណាអ៊ំខានោះប៉ុន្តែអ៊ំស៊ីអូជ្រៅណាស់បងប្អូនខូចត្មងហើយដល់ពេលគេមើលឃើញហេគាត់ស្នេហាជាតិដែរគាត់អីដែរអូយពុតធូរហើយអានឹងដូចបងប្អូនដែលវាមានកលេសប្រហែលគ្នាណាយាយតានឹងគាត់ជេរមកយប់ទោះភ្លឺមិនឲ្យបងប្អូនបានដេកទេតែបើឡើងបងប្អូនទៅអរគុណគេណាមកពីបងប្អូនគិតតែប្រយោជន៍យកប្រយោជន៍ជាគោលមិនយកដួងចិត្តជាគោលណាយកប្រយោជន៍ជាគោលហើយគេសង់សាលារៀនគេចង់បានស្លឹកឆ្នោតក៏បានទៅឲ្យតែគេទៅអាហ្នឹងពួកឯងពួកខ្លួនឯងបានដែរនោះគេប្រាប់ថាណកោះពេជ្រលក់អស់ហើយដីនោះថ្លៃណាដីយើងអញខ្វល់ទេគេកសាងខ្នល់របស់គេទៅបានខ្លះដែរណែអត់មានមើលចេតនាទេណាដល់ពេលអញ្ចឹងស្រុកខ្មែរវាបានតអ្នកដឹកនាំអញ្ចឹងមកកាន់ការងារប្រទេសជាតិទៅអញ្ចឹងដល់ពេលអញ្ចឹងបងប្អូនវាអត់មានធ្វើអ្វីហោហៀពេញប្រទេសដូចមនុស្សមានមនោសញ្ចេតនាមនុស្សមានមនោសញ្ចេតនាបងប្អូនដូចទឹកហូរចូលក្រុងអញ្ចឹងហូរចូលវាវបងប្អូនអំពីអង្គក៏ចូលដែរកថោបងប្អូនក៏ចូលដែរពុកដេកចូលឡើងទឹកទាំងអស់តែទឹកចូលក្រុងហើយចូលកពស់ណាគឺពេញកពស់ហ្នឹងមនុស្សដែលដឹកនាំដោយមនោសញ្ចេតនាគឺចឹងបងប្អូនចឹងដល់ពេលមនុស្សដែលវាធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនណាពេលចិត្តបោះឆ្នោតបានវាដឹកដីចាក់ចឹងវាធ្វើចង់ហើយដល់ពេលមនុស្សគិតតែប្រយោជន៍ផ្ទាល់ខ្លួនដែរមានឲ្យតម្លៃមនុស្សលើមនោឯណាដល់ពេលបានមុខផ្ទះអញបោះឲ្យគេទៀតទៅត្រូវនេះទៅតែខ្ញុំថាមួយកណាត់ប្រឌិតអាមួយទៀតទឹកខ្មៅ
ដល់ពេលស្រក់ចូលគ្នាវាចូលគ្នាត្មងអាតំណាងវាក៏ចង់អាអ្នកបោះឆ្នោតក៏វាចង់វាត្រូវគ្នាបដ ឥឡូវយើងប្រឹងរុញអាពពកខ្មៅមកផ្ទាំងឲ្យចេញទៅងាកមកក្រោយមកផ្ទាំងធំមកទៀតហើយចេញពីមាត់ខ្លះចូលមាត់កំពើទៀតអស់សង្ឃឹមហ្មងខ្ញុំឃើញដូចអស់សង្ឃឹមហ្មងដូចថាវារោភាពត្រឹមត្រូវមិនឃើញទេបងប្អូនមើលតែរូបកង្កៅហ្នឹងណាបងប្អូនដឹងណាក្នុងនោះមើលរោគសញ្ញាក្រៅបងប្អូនមើលតំណាងរាស្ត្ររបស់គណៈបកមួយនោះមើលមានប្រពន្ធពីរយកប្រពន្ធពួកម៉ែឯងហើយបានធ្វើតំណាងរាស្ត្រទាំងពីរស្រីនោះគាត់តែប៉ុណ្ណឹងបងប្អូនដឹងខាងក្នុងនោះឆ្លោះគ្នាដូចបាយពុះហ៎ហើយនៅតែហ៊ានធ្វើទៀតណាហេតុអីបានហ៊ានធ្វើពីពួកគ្មានអាណាថាអីអញកើតទេនឹងរឿងខាងក្រៅរឿងខាងក្នុងអស់ទាស់អញ្ចឹងបានខ្ញុំណាវាដឹងក្នុងនឹងឲ្យខ្ញុំចេញមកក្រៅហើយគេរុញក្តិតខ្ញុំចូលទៅវិញថាម៉េចមិនរួបរวมគ្នាខ្ញុំផ្ទុយភ្នែកមើលណាហើយនៅក្រៅអញនៅក្នុងកំដឹងជាងអញបើថាប្រភ្លើទេស្ដាប់អញនិយាយសិនអញចូលទៅក្នុងហើយរួបរวมគ្នាទៅឥឡូវឯងពួកអញនៅខាងក្នុងហើយនៅខាងក្រៅក៏ដឹងជាងអញស្ដាប់យើងត្រូវតែរួបរวมគ្នាដើម្បីចិត្តអាប្រភ្លើអាងាប់គេបោកដៅអញទៅចូលរឿងនឹងបោកហែងណាឥឡូវជន់ក្បាលឯងមកជីវិតអញនៅក្នុងធ្វើតំណាងរាស្ត្រមកជីវិតអញអាណិតតាបើអញចេញមកខាងក្រៅហ្នឹងបើអញចង់ធ្វើតំណាងរាស្ត្រនោះអញនៅក្នុងមកជីវិតបងប្អូនណាខ្ញុំបើកអស់នេះឲ្យបងប្អូនយល់ពីសន្តានចិត្តគ្នាដើម្បីឲ្យយើងទៅជាមួយគ្នាដោយគ្មានការសង្ស័យប៉ុន្តែបើប៉ុណ្ណឹងហើយបងប្អូនស្ដាប់មិនបានទៀតអស់ផ្លូវហើយសរុបមកវិញខ្ញុំចង់និយាយរឿងអីតែខ្ញុំចង់និយាយអំពីរឿងបុព្វហេតុនៃជីវិតអ្នកដែលតម្កល់បុព្វហេតុជីវិតដែលជាបុព្វហេតុឧត្តមកតេរស់នៅបានមិនដើម្បីចែករំលែកសេចក្តីសុខដល់មនុស្សទេបើគ្រាន់តែរស់នៅដើម្បីខ្លួនឯងទេសូម្បីតែមួយវិនាទីក៏អត់ចង់រស់ដែរនឹងរស់ធ្វើអីអត់ត្មងពេលណាបងប្អូនមានអារម្មណ៍បែបហ្នឹងបងប្អូនគឺបងប្អូនស្គាល់ពីការរៀបចំខ្លួនដើម្បីសម្រេចគោលដៅហ្នឹងបងប្អូនចេះងូតទឹកបងប្អូនចេះហាត់ប្រាណបងប្អូនចេះស៊ីឲ្យមានសុខភាពបងប្អូនចេះគិតគូរពីព្រោះបងប្អូនភ័យខ្លាចងាប់ទៅវាមិនបានបម្រើគោលដៅនោះក្នុងចិត្តរបស់បងប្អូនមានគោលដៅតែមួយអត់មាននិយាយថាយើងគិតគូរផលប្រយោជន៍តខ្លួនខ្លះទៅរួចហើយយើងចែកសង្គមខ្លះទៅអត់ដឹងកន្លះកន្លែងណាទេគឺទៅសង្គមទាំងមូលមកចិត្តរបស់យើងគឺទៅទាំងមូលហ្មងប៉ុន្តែដើម្បីទៅដល់កន្លែងហ្នឹងបានវាត្រូវតែរៀនសូត្រវាត្រូវតែស៊ីវាត្រូវតែដេកវាត្រូវតែហាត់ប្រាណឲ្យសុខភាពល្អដើម្បីបម្រើកន្លែងហ្នឹងប៉ុន្តែក្នុងដួងចិត្តរបស់យើងធុញនឹងជីវិតខ្លួនយើងចិត្តងាប់បើមិនមានការងារជាឧត្តមកតេទេរួមកើតបានតែប៉ុណ្ណឹង100នាក់មកក្នុងសង្គមខ្មែរយកមកហាត់ហើយដល់ពេលយកទៅបាច់ក្នុងសង្គមវិញដល់ពេលយើងកាន់ការងារប្រទេសជាតិបងប្អូនហើយដាក់កន្លែងណាបក្រាបកន្លែងនោះហ្មងបើថាដាក់នាយកសាលាមួយនឹងទៅហើយនិយាយពីចាំមើលតែវាបក្រាបនៅទៅនឹងហ្មងសង្គមខ្មែរទោះដល់ប៉ុណ្ណឹងបានអាចបោសសម្អាតសង្គមខ្មែរនឹងបាន